Hello សួស្តីអ្នកទាំងអស់គ្នានៅពេលនេះដើម្បីកុំឲ្យជួបជុនសបិនជូរយើងមកសង្ខេបសាច់រឿងភាគខ្លីៗដែលត្រៀមនឹងចេញនៅសប្តាហ៍ក្រោយបន្តិចទៅហើយមួយវិញទៀតប្រសិនបើអ្នកនរគ្នាចង់ដឹងសាច់រឿងបន្ថែមទៀតអីគឺអាចសាកទៅស្ដាប់ novel លេងបានចាប់ពីចម្ពោះទី265-66នឹងឯងគឺតអំពីសាច់រឿងដែលគេលេងរាល់ថ្ងៃហ្នឹងហើយប្រសិនបើជាអ្នកទាំងអស់គ្នាចង់ស្ដាប់សាច់រឿងឲ្យបានលឿនអីគឺអាចទំនាក់ទំនងមកកាន់adminបានចំពោះតម្លៃគឺតែ$1កន្លះនោះទេហើយចំពោះព័ត៌មានលម្អិតអ្នកទាំងអស់គ្នាអាច check មើលនៅក្នុង comment បានហ្នឹងហើយកុំឲ្យខាតពេលវេលាយូរទៀតយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅជាបន្តពីមុនបន្តពីឈិនមូជាមួយទៅនឹងលីហ៊ីនស៊ីងបានចូលទៅក្នុងរូបកាយរបស់អរិយហ្វឹងហើយបានសម្អាតធម្មពលចេញពីកំណត់ទ្រព្យទេពភាពរបស់អរិយហ្វឹងហើយឈិនមូក៏បាននិយាយថាបើគ្មានសំណល់សិល្បៈទេពភាពផ្សេងៗនៅក្នុងខ្លួនរបស់គាត់ទេព្រលឹងនឹងវិញ្ញាណរបស់ព្រះអង្គអាចស្ថិតនៅមានស្ថិរភាពបានយូរទោះបីជាកំណត់ទ្រព្យទេពភាពរបស់គាត់ខ្លះបានបំផ្លាញចោលក៏ដោយបើសិនជាមានថ្នាំវិញ្ញាណក្នុងការព្យាបាលcủaគាត់នោះខ្ញុំអាចប្រើប្រាស់បច្ចេកទេសនៃការបំភាន់ខ្មោចនិងបច្ចេកទេសនៃការចិញ្ចឹមគ្រាប់ពូជដើម្បីបញ្ចូលទៅក្នុងទ្រព្យសម្បត្តិទេពភាពរបស់គាត់ហើយបើសិនជាខ្ញុំចម្រាញ់ថ្នាំគ្រាប់នៅទីនេះខ្ញុំប្រហែលជាអាចធ្វើការជួសជុលកំណត់ទ្រព្យរបស់គាត់បាននៅក្នុងខ្លួននេះផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាគឺគាត់បានផ្អាកត្រឹមនេះបន្តិចហើយក៏បានគិតថាខ្ញុំមិនដែលព្យាបាលរបួសបែបនេះពីនោះទេតើខ្ញុំអាចទទួលបានជោគជ័យដែរឬអត់ទេបើសិនជាគាត់ធ្វើប្រហែលណាមួយបន្តិចនោះកំណត់ទ្រព្យទេពភាពរបស់ព្រះអង្គត្រូវបានបំផ្លាញចោលនោះគាត់នឹងក្លាយជាមនុស្សគ្មានប្រយោជន៍ពេលខ្លះអាចស្លាប់ក៏ថាបានប៉ុន្តែជំនួសក៏មិនចង់បន្ថយដែរគណៈពេលដែលពួកគេបានមើលចប់ហើយពួកគេក៏បានចាកចេញមកពេលព្រឹកព្រលឹមក៏បានមកដល់លេទីស៊ីងក៏បានរលាយបាត់ទៅលោកជ័យស៊ីក៏បានក្រោកឡើងវិញបន្ទាប់មកគាត់ក៏បានបើកបច្ចេកទេសរបស់គាត់ដើម្បីដកផ្សេងពីអក្សរហ្វឹងមកវិញឲ្យគាត់ស្រួលរាងកាយរបស់គាត់វិញគាត់បាននិយាយថាព្រះអង្គខ្ញុំនឹងចាកចេញទៅទិញអសត់មួយចំនួនដូច្នេះខ្ញុំអាចនឹងមិននៅទីនេះប្រហែលជា2ទៅ8ថ្ងៃប្រហែលជាកំឡុងពេលនេះលោកកុំឲ្យចាកចេញពីបន្ទប់នេះឲ្យសោះបន្ទាប់មកនឹងមានអ្នកយកអាហារឲ្យលោកហើយគេនឹងដាក់នៅមាត់ទ្វារលោកកុំឲ្យចេញទៅខាងក្រៅឲ្យសោះនៅពេលដែលពេលយប់បានមកដល់មិនថាព្រះអង្គឮសំឡេងអ្វីក៏ដោយព្រះអង្គមិនអាចចាកចេញពីបន្ទប់បានទេប្រសិនបើមានអ្នកណាម្នាក់សុំឲ្យព្រះអង្គចេញមកនោះហើយក៏លេចមើលទៅកាន់អ្វីមួយព្រះអង្គក៏មិនត្រូវធ្វើដែរត្រូវតែលាក់ខ្លួននៅក្នុងបន្ទប់ឲ្យជិតយកតែអាហារមកគឺបានហើយបន្ទាប់ពីគាត់និយាយបែបនេះហើយព្រះចៅអត្រិយចិនហ្វឹងក៏បានសួរទាំងសំឡេងខ្សោយៗថាមន្ត្រីឈិនតើឯងនាំខ្ញុំមកកន្លែងបែបណាទៅហេតុអ្វីបានជាវាអាចកំបាំងខ្លាំងម្ល៉េះឈិនមូក៏មិនដឹងថានិយាយអ្វីដែរហើយគាត់ក៏ប្រាប់ទៅថាព្រះអង្គនេះគឺជាកន្លែងដែលលោកយាយរបស់ខ្ញុំជាមួយនឹងលីធីនស៊ីងកំពុងតែស្នាក់នៅព្រះអង្គគ្រាន់តែត្រូវតែដឹងថាអ្នកដែលមករកព្រះអង្គនៅពេលយប់គឺជាលីធីនស៊ីងហើយនៅពេលថ្ងៃគឺជាលោកយាយរបស់ខ្ញុំបើសិនជាព្រះអង្គមិនធ្វើការប្រយ័ត្ននោះទេព្រះអង្គប្រកាសជានឹងស្លាប់ជាមិនខានប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលព្រះអង្គស្លាប់ព្រះអង្គមិនមែនស្លាប់តែម្នាក់ឯងទេមនុស្សទាំងអស់នៅក្នុងរាជវង្សចាងកាងក៏ត្រូវតែរលំលាយទៅជាមួយនឹងព្រះអង្គដូចគ្នាបើសិនជាព្រះអង្គមិនចង់ឲ្យរឿងអីកើតឡើងទេកុំចាកចេញពីផ្ទះនេះឲ្យសោះហើយនៅក្នុងបន្ទប់គឺបានហើយអេរីហ្វិនក៏បានតបទៅវិញថាអូខ្ញុំយល់ហើយឯងកុំបារម្ភអីខ្ញុំមិនមែនជាមនុស្សដែលចង់ដឹងចង់ឃើញច្រើនពេកនោះទេមិនអីទេឯងគឺចាកចេញទៅបានហើយបន្ទាប់មកជំនួសក៏បានបាត់វាហើយគាត់ក៏បានប្រែកាយបន្ទាប់មកគាត់ក៏បានយកជក់ទឹកថ្នាំមកហើយសរសេរនៅអក្សរមួយចំនួនដែលជាភាសាយូឌូហើយវាបានន័យថាគឺជាច្រកទ្វារឥទ្ធិពលឋានសួគ៌ដែលអាចបិទបាំងនិងទាញយកព្រលឹងបានដូច្នេះលីធីនស៊ីងមិនអាចហ៊ានចូលមកចិត្តទីនេះបានឡើយហើយបន្ទាប់មកគាត់ក៏បានសរសេរពាក្យមួយប្រយោគសម្រាប់លីធីនស៊ីងផងដែរគាត់បានសរសេរថានេះគឺជាច្រកទ្វារដែលត្រូវបានបង្កើតឡើងពីបច្ចេកទេសពិតរបស់អធិបតីពុកផ្សៅអំពីគម្ពីរបិសាយឋានសួគ៌ដ៏ចាបើសិនជាលោកអាចអានវាបាននោះលោកគឺអាចចូលទៅក្នុងបានប្រសិនជាលោកមិនអាចអានវាបានទេលោកគឺមិនអាចចូលទៅខាងក្នុងបានឡើយបន្ទាប់មកគាត់ក៏បានប្រាប់ទៅកាន់លោកយាយស៊ីមុនពេលដែលគាត់ចាកចេញថាលោកយាយកុំឲ្យប៉ះទ្វារនេះឲ្យសោះពេលដែលលោកយាយផ្ញើអាហារទៅកាន់ព្រះចៅអធិជនហ្វឹងត្រូវតែផ្ញើចូលតាមប្រឡាស់ឫស្សីដែលខ្ញុំបានបើកឲ្យកុំឲ្យដើរឆ្លងកាត់ទ្វារនោះឲ្យសោះលោកយាយស៊ីក៏បានយល់ហើយបន្ទាប់មកជំនួសក៏បានជិះនាគចង្រិនចាកចេញទៅគណៈពេលដល់ពេលវេលាអាហារថ្ងៃត្រង់លោកយាយស៊ីក៏បានយកកន្ត្រកអាហារទៅឲ្យអធិជនហ្វឹងអធិជនហ្វឹងក៏បានយកកន្ត្រកអាហារមកបរិភោគហើយបន្ទាប់មកគាត់ក៏បានយកឲ្យទៅកាន់លោកយាយស៊ីវិញហើយបន្ទាប់មកគាត់ក៏មិនបាននិយាយអ្វីហើយក៏មិនបានចង់ដឹងចង់ឃើញឬដឹងខាងក្រៅដែរគាត់នៅតែប្រព្រឹត្តបានតាមអ្វីដែលជនមកបាននិយាយបន្ទាប់មកពេលដែលអាហារពេលល្ងាចបានមកដល់គាត់ក៏បានញ៉ាំវារួចហើយសំឡេងខើកាក់អាយពីចម្ងាយក៏បានឮនៅខាងក្រៅសំឡេងស្អោយកាក់អាយរបស់សំឡេងស្ត្រីដ៏ស្រស់ស្អាតបានលឺឡើងជ្រាបចូលទៅក្នុងខួរក្បាលនិងព្រលឹងរបស់មនុស្សអញ្ចឹងយើងដឹងស្រាប់ហើយលោកយាយស៊ីគឺស្រស់ស្អាតខ្លាំងមែនទែនសូម្បីតែសំឡេងរបស់គាត់នឹងក៏អាចធ្វើឲ្យមនុស្សលងបានដែរនៅពេលដែលឮសំឡេងស្អោយមនុស្សហើយវាធ្វើឲ្យបេះដូងរបស់គាត់មានអារម្មណ៍ថាលូតញាប់ខ្លាំងនៅក្នុងរាជវាំងរបស់គាត់មានស្រីស្អាតជាច្រើនជាង3000នាក់ប៉ុន្តែគ្មាននរណាម្នាក់អាចធ្វើឲ្យបេះដូងរបស់គាត់លូតញាប់ខ្លាំងបែបនេះទេភ្លាមនោះសំឡេងរបស់លីនស៊ីងដែលប្រើប្រាស់ដោយលុយស៊ីបាននិយាយឡើងថាដោយសារតែមេសាសនាឈិនមិននៅទីនេះទៅហើយនោះខ្ញុំនឹងលេងជាមួយនឹងឯងប្រសិនបើខ្ញុំសប្បាយចិត្តខ្ញុំប្រហែលជាគ្រាន់តែយកស្បែករបស់ឯងទៅធ្វើជាសម្លៀកពាក់ហើយធ្វើទៅជាអរិយនីស្រីដ៏អស្ចារ្យនៅក្នុងរាជវង្សចាងកាងអរិយហ្វឹងបានទប់ទល់ជាមួយនឹងការលំបាកនេះហើយគាត់ក៏មិនបាននិយាយអ្វីដែរគាត់ព្យាយាមទប់ទជានិងទប់អារម្មណ៍របស់គាត់ជាមួយនឹងសម្លេងដ៏មានមន្តស្នេហ៍មួយនេះគាត់ព្យាយាមយ៉ាងខ្លាំងហើយគាត់បានដឹងថានេះគឺមិនមែនជាលោកយាយស៊ីទេគាត់បានគិតនៅក្នុងចិត្តថានេះគឺជាមេសាសនាលីធីនស៊ីងដែលកំពុងប្រើប្រាស់សម្លេងរបស់អ្នកដើម្បីលបងខ្ញុំឲ្យចាក់ចេញអាបិសាចចាស់នេះពិតជាកំពុងតែធ្វើត្រាប់សម្លេងរបស់ស្រីម្នាក់មែនគឺពិតជាគួរឲ្យខ្មាស់អៀនណាស់លីធីនស៊ីងបាននៅខាងក្រៅគាត់បានកលែកមើលទៅកាន់ទ្វារនោះហើយគាត់ក៏បានថា
ក្មួយអាក្រក់នេះឯងគឺពិតជាហ៊ានសាកល្បងមកកាន់យើងតែមែនទេឯងគឺពិតជាមិនដឹងអំពីភាពធំធេងនៃឋានសួគ៌នឹងផែនដីមែនទោះបីជាយ៉ាងណាក៏ដោយខ្ញុំពិតជាមិនស្គាល់ពីទាំងអស់នេះមែនខ្ញុំនឹងគាត់សុទ្ធតែហ្វឹកហាត់នៅបច្ចេកទេសពិតរបស់អធិបតីភពសារីគ្នាហើយខ្ញុំមិនជឿថាខ្ញុំអន់ជាងក្មេងនោះទេលីថេនស៊ីងបានព្យាយាមដោះស្រាយពាក្យដែលនៅលើជញ្ជាំងនោះគាត់បានព្យាយាមច្រើនដងប៉ុន្តែមិនទៅបានជោគជ័យទេគាត់បានចំណាយពេលយ៉ាងយូរលុះដល់ពេលព្រឹកបានមកដល់ដោយថ្ងៃសប្តាហ៍បន្ទាប់មកគាត់ក៏បានចាកចេញទៅវិញគាត់មិនអាចយល់ពីអត្ថន័យនៃភាសាយូឌូបានឡើយបន្ទាប់ពេលយប់បានមកដល់ទៀតនាងក៏បានព្យាយាមមកដោះស្រាយវាម្ដងទៀតប៉ុន្តែនៅតែមិនអាចទទួលបានជោគជ័យនាងបានប្រើប្រាស់សម្លេងរបស់នាងដើម្បីទាក់ទាញនិងប្រើសម្លេងរបស់នាងដើម្បីធ្វើឲ្យលីយ៉ិនហ្វឹងច្រឡំលីយ៉ិនហ្វឹងអាលីយ៉ិនហ្វឹងចាកចេញមកខាងក្រៅលុះដល់ពេលយប់ទី3បានមកដល់លីធីនស៊ីងក៏បាននិយាយទៅកំហឹងថាខ្ញុំមិនអាចដោះស្រាយវាបានទេហើយហេតុអ្វីបានជាខ្ញុំត្រូវដោះស្រាយវាខ្ញុំគួរតែបោះបង់វាចោលបើខ្ញុំគ្រាន់តែចូលទៅកាន់ខាងក្នុងសម្រាប់ព្រះអង្គនោះចោលហេតុអ្វីខ្ញុំត្រូវលេងល្បែងនេះជាមួយនឹងអាក្មេងនោះអារីយ៉ិនហ្វឹងបានលឺដែលនាងនិយាយបែបនេះហើយគាត់ក៏មានការផ្អាប់ផងដែរបន្ទាប់មកនាងក៏បានបន្តថាអត់ទេនៅពេលដែលមេសាសាឈិនបានប្រើប្រាស់បច្ចេកទេសមួយនេះផ្នែកទី3ប្រកាសជាលេចឡើងចេញមកហើយបន្ទប់នេះក៏នឹងប្រែជាងងឹតខណៈពេលដែលពន្លឺស្រាប់តែក្រែងខ្លាទៅជាពណ៌បៃតងច្រកទ្វារនោះនឹងលេចមកវាមិនមើលទៅដូចជាពិភពលោករបស់មនុស្សទេគឺមានអ្វីចម្លែកអំពីច្រកទ្វារមួយនោះវាអាចនាំខ្ញុំទៅកាន់ពិភពលោកមួយផ្សេងទៀតបើសិនជាខ្ញុំឆ្លងកាត់វាអាក្មេងនេះគឺពិតជាពឹសពលណាស់គាត់ប្រហែលជាកំពុងតែរៀបចំផែនការអ្វីមួយសម្រាប់ខ្ញុំហើយអារីយ៉ិនហ្វឹងបានគិតក្នុងចិត្តថាស្ត្រីនេះគឺពិតជាឆ្លាតណាស់ទេវាគួរតែជាមេសាសាលីមិនមែនជានាងទេប៉ុន្តែតើមេសាសាលីមិនមែនជាបរិសុទ្ធចំណាស់ទេតែមែនទេហេតុអ្វីបានជាគាត់ប្រែក្លាយជាស្ត្រីហេតុអ្វីបានជាវាត្រូវធ្វើត្រាប់តាមសម្លេងរបស់ស្ត្រីដ៏មានមន្តស្នេហ៍បែបនេះមិនអីទេដឹងបើសិនជាខ្ញុំលួចមើលវាបន្តិចនោះតើវាមិនអីទេតែមែនទេប្រហែលជាមិនអីទេមើលទៅពេលដែលគាត់ហៀបនឹងធ្វើការលួចមើលតាមចន្លោះរួចទៅហើយនោះស្រាប់តែសម្លេងកហឹមរបស់អ្នកជាងនេះក៏បានមកវិញក្រៅនៅពេលដែលឈិនមូបានមកដល់ហើយគាត់ក៏បានថាមេសាសាលីមិនចូលទៅទ្វារទេឬតើលោកមិនស្គាល់ពាក្យដែលនៅលើទ្វារទេតាមមែនទេតើលោកអាចទទួលស្គាល់ថាលោកធ្វើការដាំដុះកំពីបិសាចឋានសួគ៌របស់យើងតើការដាំដុះរបស់លោកគឺពិតជាខុសពីខ្ញុំតាមមែនទេលោកគឺមានអ្នកខុសមិនមែនជាខ្ញុំជាអ្នកខុសទេតើលោកចង់យល់អំពីវាទេអត្ថន័យនៃពាក្យនៅលើច្រកទ្វារនោះគឺបានថាច្រកទ្វារនៃអធិពលទាំងសួគ៌ខ្ញុំនឹងបង្រៀនលោកបន្ទាប់ពីគាត់និយាយចប់ហើយគាត់ក៏បាននិយាយបន្តទៀតថាមេសាសាលីឥឡូវនេះលោកបានរៀនអំពីពាក្យមួយនេះហើយឥឡូវនេះលោកអាចចូលទៅបានលីធីនស៊ីងបានសើចចំអកនៅពេលដែលនាងបាននិយាយថាខ្ញុំបានរៀនអំពីប្រយោគយូឌូមួយនេះហើយយល់អំពីអត្ថន័យនៅលើទ្វារមួយនេះប៉ុន្តែវាមានន័យថាខ្ញុំនឹងមានសុខភាពបន្តពីខ្ញុំឆ្លងកាត់វាដែរទេមេសាសនាឈិនយើងក៏ជាធ្លាប់ជាមេសាសនាដូចគ្នាដែរហើយល្បិចកលរបស់យើងមិនអន់ជាងឯងទេតើឯងចង់មកឆោតយើងតើមែនទេឈិនមូមិនបាននិយាយអ្វីច្រើនទេបន្ទាប់ពីគាត់លើកឈ្នះហើយគាត់ក៏បានដើរចូលទៅក្នុងហើយក៏បាននិយាយថាព្រះអង្គខ្ញុំបានទៅកាន់ទីក្រុងមួយចំនួនដើម្បីធ្វើការទិញអសត់មួយចំនួនមកប៉ុន្តែដោយសារតែគ្រោះមហន្តរាយគ្រប់ប្រភេទដែលបានកើតឡើងចំពោះមនុស្សមានឱកាសតិចតួចណាស់ដែលនៅក្នុងហាងមានថ្នាំលក់ច្រើនខ្ញុំអាចទិញបានអសត់2 3មុខតែប៉ុណ្ណោះហើយខ្ញុំមិនដឹងថាវានឹងមានប្រសិទ្ធភាពក្នុងការព្យាបាលរបួសនៅក្នុងខ្លួនរបស់ព្រះអង្គដែរអត់ទេបន្ទាប់មកអត្រិយហ្វឹងក៏បាននិយាយថាលោកមន្ត្រីឈិនលោកអាចធ្វើអ្វីតាមដែលលោកអាចធ្វើបានទៅចោះតើលោកមន្ត្រីឈិនបានលឺដំណឹងអ្វីផ្សេងបន្ទាប់ពីលោកបានចាក់ចេញពីទីនេះដែរទេឈិនមូបាននិយាយថាដំណឹងគឺថាព្រះអង្គគឺបានស្លាប់ទៅហើយដំណឹងចេញមកពីរាជធានីបាននិយាយថាព្រះអង្គបានធ្វើការហួសកម្លាំងពេកក្នុងការដោះស្រាយកិច្ចការនយោបាយនៅក្នុងរាជវង្សហើយគាត់ក៏បានសោយទីបង្គត់ក្នុងការធ្វើដំណើរការមួយនេះបន្ទាប់មកព្រះអង្គក៏បានបាត់បង់ជីវិតទៅដោយសារតែគាត់ហត់នៅខ្លាំងពេកពេលព្រះអង្គម្ចាស់រាជទាយានកំពុងតែរៀបចំពិធីក្នុងការបូជាទៅកាន់សោរបស់ព្រះអង្គហើយអាណាចក្រទាំងមូលកំពុងតែធ្វើការកាន់ទុកទៅកាន់ព្រះអង្គហើយរៀនហ្វឹងបានលឺហើយគាត់ក៏មានការតក់ស្លុតបន្តិចដែរបន្ទាប់មកគាត់ក៏បានបង្ហាញស្នាមញញឹមបន្តិចបន្ទាប់មកគាត់ក៏បាននិយាយថាខ្ញុំបានស្លាប់ហើយថាមែនទេពិតជាកូនល្អរបស់ខ្ញុំមែនពិតជាកូនប្រុសល្អមែនចោះមេតបផ្សេងជាមួយនឹងអ្នកអតីវិញតើពួកគេនៅរស់ដែរទេឈិនមូបានបន្តប្រាប់ថានៅក្នុងសមរភូមិនោះនៅខាងក្រៅទីក្រុងបាជើប្រជាជននៃនិកាយរបស់ខ្ញុំបានផ្ដោតលើការជួយសង្គ្រោះប្រជាអធិតែប៉ុណ្ណោះដូច្នេះពួកគេបានធ្វើដំណើរទៅឆ្ងាយបន្ទាប់ពីព្រះអង្គបានចាកចេញលោកមេតបផ្សេងមន្ត្រីជាន់ខ្ពស់ស៊ីទូស៊ីកុងនិងអ្នកផ្សេងទៀតទាំងអស់ត្រូវបានចាប់ខ្លួនអាចារ្យតាវជាមួយទៅនឹងព្រះរូឡៃមិនបានធ្វើអ្វីទៅកាន់ពួកគេទេគ្រាន់តែប្រគល់ពួកគេទៅឲ្យព្រះអង្គម្ចាស់នៃរាជទាយានតែប៉ុណ្ណោះពួកគេគឺសុទ្ធតែជាប្រមុខគ្រួសារដែលមានឥទ្ធិពលមានអំណាចខ្លាំងនៅក្នុងរាជការដូច្នេះព្រះមហាក្សត្រមិនចាំបាច់ព្រួយបារម្ភពីសុខភាពរបស់ពួកគេទេព្រះរាជទាយាននៅតែត្រូវការការគ្រប់គ្រងអំពីពួកគេអំពីគ្រួសារដែលមានឥទ្ធិពលនេះដើម្បីធ្វើការឡើងក្រុងលេខរាជហ្វឹងក៏បានសើចកូនប្រុសរបស់ខ្ញុំគឺពិតជាល្អខ្លាំងណាស់រាជពុកមិនអាចបន្តទៅមុខទៀតឲ្យគ្មានអ្នកគ្រប់គ្រងបានទេដូច្នេះការឡើងក្រុងរាជរបស់រាជទាយានគួរតែត្រូវបានកំណត់នៅពេលកណ្ដាលនៃខែទី3ថ្ងៃទី6នៃខែទី3គឺថ្ងៃដ៏រុងរឿងបំផុតដូច្នេះព្រះអង្គរាជទាយានគួរតែធ្វើការឡើងសោយរាជនៅក្នុងពេលនោះហើយដោយព្រះរាជទាយានមានការគ្រប់គ្រងពីនិកាយតាវជាមួយនឹងប្រសាទកុលនអាចារ្យការខ្លាចជាអធិរាជគឺត្រូវបានកំណត់យ៉ាងរឹងមាំរួចទៅហើយមិនអាចប្រកែកបានឡើយអ្នកណាដែលជំទាស់នឹងត្រូវបានកម្ចាត់ចោលមួយក្រុមគ្រួសារទាំងមូលចោលអរិយហ្វឹងក៏បានសួរថាតើគ្រូជាតិនៅណាទៅប្រសិនបើគាត់នៅក្បែរខ្ញុំនឹងមិនធ្លាក់ក្នុងស្ថានភាពបែបនេះនោះទេឈិនមកបានប្រាប់ថាគ្រូជាតិបានទៅក្រេបទឹកឃុំហើយមិនទាន់បានលើដំណឹងអ្វីអំពីគាត់នៅឡើយទេពេលដែលខ្ញុំ
ចាក់ចេញទៅខ្ញុំក៏បានជួបជាមួយនឹងក្រុមអ្នកស៊ើបការមួយចំនួនដែលកំពុងតែស្វែងរកដែនរបស់គ្រូជាតិផងដែរខ្ញុំបានលើកថាព្រះរាជាជាតិបានបញ្ជាឲ្យរកសាកសោតរបស់ព្រះអង្គទៀតផងទោះបីជាព្រះអង្គបានសោយទីគុណហើយក៏ដោយបន្ទាប់មកឈ្មោះក៏បានធ្វើការបន្តព្យាបាលទៅកាន់របួសរបស់គាត់បានពិនិត្យមើលរបួសយ៉ាងយកចិត្តទុកដាក់ហើយបន្ទាប់មកគាត់ក៏ស្រាប់តែជួញចាំភ្លាមរបួសរបស់ព្រះអង្គគឺមិនបានធូរស្បើយអ្វីឡើយបន្ទាប់មកគាត់ក៏បានប្រែក្លាយខ្លួនទៅជាសមោលខ្មៅមួយហើយបានចូលទៅកាន់ចន្លោះចាត់របស់អតិថិជនហ្វឹងហើយបន្ទាប់មកគាត់ក៏បានដើរចូលទៅខាងក្នុងស្មារតីមានរបស់គាត់ហើយគាត់ក៏បាននិយាយថាព្រះអង្គរបួសរបស់ព្រះអង្គគឺពិតជាពិបាកក្នុងការព្យាបាលខ្លាំងណាស់ខ្ញុំអាចព្យាបាលរបួសនៅលើខ្លួនរបស់ព្រះអង្គនិងសូម្បីតែព្រលឹងរបស់ព្រះអង្គប៉ុន្តែខ្ញុំមិនអាចព្យាបាលរបួសនៅក្នុងកំណត់ប្រតិភិបរបស់ព្រះអង្គបានទេប៉ុន្តែមិនថ្មីទេឱសថរបស់លោកតារបស់ខ្ញុំគួរតែអាចព្យាបាលទៅកាន់ព្រះអង្គបានតែព្រះអង្គសុខចិត្តទៅតាមខ្ញុំដើម្បីទៅជួបលោកតារបស់ខ្ញុំដែរទេបន្ទាប់ពីជនមូបានចាស់ចេញមកគាត់ក៏បាននិយាយរួចហើយក្តីសង្ឃឹមបន្តិចបន្តួចហាក់បីជាបានលេចឡើងក្នុងចិត្តរបស់អតិថិជនហ្វឹងផងដែរហើយគាត់ក៏បានសួរថាតើគ្រូពេទ្យនោះគឺជានរណាទៅឈ្មោះក៏បានគិតបន្តិចបន្ទាប់មកគាត់ក៏បានសុខចិត្តប្រាប់ទៅត្រង់ថាគឺជាស្ដេចពឹសមកគុជមុខរបស់អរិយហ្វឹងប្រែទៅជាខ្មៅភ្លាមនៅពេលដែលគាត់លើឈ្មោះនេះហើយគាត់ក៏បានបង្ហាញនៅកំផឹងរបស់គាត់ស្ដេចពឹសមកគុជតើមែនទេយើងមិនទៅទេអញ្ចឹងយើងប្រហែលជាដឹងហើយហេតុអ្វីបានជាគាត់ខឹងណាអញ្ចឹងគឺម៉ែរបស់គាត់ហ្នឹងមួយស្ដេចពឹសមកគុជហ្នឹងអាចជាគូស្នេហ៍ចាស់អញ្ចឹងតាគ្រូថ្នាំហ្នឹងគឺស្រីច្រើនណាឃើញអញ្ចឹងអរិយហ្វឹងមានការខឹងសម្បាយ៉ាងខ្លាំងជាមួយទៅនឹងស្ដេចពឹសមកគុជគាត់គឺជាមនុស្សដែលមានស្រីច្រើនមានទំនាក់ទំនងច្បាស់លាស់ជាមួយទៅនឹងដូនជាចាស់មួយចំនួនដោយមិនច្បាស់លាស់ហើយថែមទាំងជាមួយនឹងព្រះមេដារបស់ព្រះអង្គទៀតផងគាត់បានព្យាយាមបញ្ជាឲ្យមនុស្សទៅកាន់សម្លាប់ទៅកាន់ស្ដេចពឹសមកគុជប៉ុន្តែមិនបានសម្រេចឡើយហើយនេះក៏ជាផ្នែកមួយដែលត្រូវធ្វើឲ្យលោកតារបស់ជនមូត្រូវបានលាក់ខ្លួននៅក្នុងប្រាសាទបុរាណដ៏អស្ចារ្យហើយក៏ត្រូវបានបិទបាំងមុខរបស់គាត់និងត្រូវបានផ្លាញសម្រស់របស់គាត់ដោយសារតែបញ្ហាទាំងអស់នេះផងដែរនេះគឺជាប្រហេតុផលដែលគាត់មិនចង់ជួបហើយក៏ស្អប់ទៅកាន់ស្ដេចពឹសមកគុជយ៉ាងខ្លាំងគាត់ពិតជាមិនចង់ជួបមនុស្សមេនេះនោះទេបន្ទាប់មកគាត់ក៏បានថាមន្ត្រីឈិនខ្ញុំនឹងមិនទៅនោះទេគោលប្រដៅដ៏ល្អរបស់ខ្ញុំនោះវាកំពុងតែឡើងសរុយហើយបំផ្លាញកំណែតម្រង់របស់ខ្ញុំដែលបានធ្វើឡើងអស់រយៈពេលជាច្រើនរយឆ្នាំកន្លងនេះខ្ញុំមិនអាចទុកឲ្យការខិតខំប្រឹងប្រែងរបស់ខ្ញុំតែបានត្រូវបានបំផ្លាញចោលក្នុងរយៈពេលមួយថ្ងៃបានឡើយពួកយើងត្រូវទៅរាជធានីឥឡូវនេះជនមូក៏បានសួរថាតើព្រះអង្គគឺពិតជាចង់ទៅតែមែនទេអាឈិនហ្វឹងក៏បានប្រាប់ថារាជធានីគឺជាកន្លែងដែលសរសៃវិញ្ញាណនាគបានប្រមូលផ្តុំគ្នាហើយបច្ចេកទេសស្ដេចនាគទាំង9របស់គ្រូសាលេងរបស់ខ្ញុំគឺអាចបង្ហាត់បានជាង2ដងនៅកន្លែងនោះខ្ញុំប្រហែលជាអាចខ្ចីកម្លាំងឈីរបស់នាគទាំង9ដើម្បីកសាងកំណត់ប្រតិភិបរបស់ខ្ញុំឡើងវិញឈាមនិងឈីរបស់ខ្ញុំអាចនឹងកើនឡើងខ្ញុំមិនអាចខ្ជិះខ្ជាយពេលវេលានៅទីនេះបានឡើយតែតាមណាខ្ញុំអាចទៅដល់រាជធានីនោះកូនប្រុសរបស់ខ្ញុំប្រកាសជាមិនហ៊ានធ្វើអ្វីផ្លេចផ្លាស់ឡើយជាមូបានគិតបន្តិចបន្ទាប់មកគាត់ក៏បានញញឹមបន្តិចព្រះអង្គសូមអធិស្ឋានផងសូមទោសគាត់ក៏បានដកយកកំបិតកាប់សាច់របស់គាត់ភ្លាមហើយបន្ទាប់មកគាត់ក៏បានធ្វើការកោសសរបស់អរិយចេញទឹកមុខរបស់អរិយហ្វឹងក៏បានផ្លាស់ប្ដូរយ៉ាងខ្លាំងបន្ទាប់មកគាត់ក៏បានសួរថាមន្ត្រីឈិនតើឯងកំពុងធ្វើអ្វីមន្ត្រីឈិនមួយសន្ទុះក្រោយមកសក់ក្បាលនៅលើក្បាលរបស់អរិយហ្វឹងត្រូវបានចុះអស់គ្មានអ្វីសេសសល់សូម្បីតែមួយសរសៃឡើយពេលនេះគាត់ប្រែក្លាយជាមនុស្សទាំងងោលទាំងស្រុងបន្ទាប់មកជនមូក៏បានយកធូបមកអុជលើក្បាលរបស់គាត់ពី3ចន្លោះវាធ្វើគាត់មើលទៅដូចជាព្រះសង្ឃមួយអង្គយ៉ាងចឹងដែរបន្ទាប់មកគាត់ក៏បានបង្ហាញស្នាដៃរបស់គាត់នៅពេលដែលគាត់បាននិយាយថាល្អណាស់ពេលនេះព្រះអង្គត្រូវការតែស្បង់ជីវរមួយតែប៉ុណ្ណោះដើម្បីក្លាយជាព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដនៅមានទៀតក៏មានអង្គកម្មខ្មែរដែលត្រូវបានព្យួរទៅលើកផងដែរវាធ្វើឲ្យព្រះអង្គមើលទៅកាន់តែខ្លាចជាអ្នកអនុវត្តសិល្បៈព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដមែនហើយពុកចង្ការរបស់ព្រះអង្គក៏ត្រូវតែកោរចោលផងដែរបន្ទាប់មកគាត់ក៏បានសង្កត់ទៅលើចង្ការរបស់ព្រះអង្គបន្ទាប់មកហើយក៏បានកោរទៅកាន់ពុកមាត់របស់ព្រះអធិជនហ្វឹងភ្លាមបន្ទាប់ពីបានកោរសពព្រះអង្គហើយគាត់ក៏បានយកជក់ទឹកថ្នាំមកគូទៅលើមុខរបស់អធិជនហ្វឹងមិនអាចតស៊ូបានទេគាត់ពេលនេះក៏ទន់ខ្សោយណាស់គឺឈិនមូអាចធ្វើអ្វីបានតែចិត្តនៅពេលដែលឈិនមូបានគូរូបរួចគាត់ក៏បានយកកញ្ចក់មកដាក់ពីមុខរបស់អធិជនហ្វឹងហើយគាត់ក៏បានបង្ហាញស្នាដៃបន្តិចនៅពេលដែលគាត់បាននិយាយថាតើព្រះអង្គមើលទៅអាចស្គាល់រូបរបស់ខ្លួនឯងដែរទេអធិជនហ្វឹងបានសម្លឹងមើលទៅកាន់មនុស្សដែលនៅក្នុងកញ្ចក់ហើយបានឃើញថាព្រះសង្ឃមួយអង្គដែលមានអាយុវ័យកណ្ដាលកំពុងតែស្ថិតនៅក្នុងកញ្ចក់នោះមានស្លាកស្នាមមួយដែលលាតសន្ធឹងពីភ្នែកឆ្វេងរបស់គាត់រហូតដល់ចុងច្រមុះឆ្លងកាត់ថ្មរបស់គាត់រហូតដល់គុំជារបស់គាត់ពីមើលទៅដូចជាគាត់គឺជាព្រះសង្ឃដ៏កាយសាហាវមួយអង្គយ៉ាងចឹងដែលកំពុងតែសោយអាហារបួសនិងអធិដ្ឋានទៅដល់ព្រះពុទ្ធក្នុងកំឡុងពេលដែលព្រះអង្គកំពុងតែបញ្ចេញនូវចេតនាសម្លាប់និងដុតបំផ្លាញកម្លាំងនៅក្នុងខ្លួនឈិនមូបានដកស្រង់កំបិតរបស់គាត់ចេញមកហើយបន្តមកដាក់វានៅលើខ្នងរបស់អធិជនហ្វឹងបានក្រហមនៅពេលដែលគាត់បានដួលទៅលើដីគាត់មិនអាចកម្រើកបាននោះទេហើយគាត់ក៏បានស្រែកទៅកាន់ឈិនមូថាឆ្អឹងរបស់ខ្ញុំបានបាក់ហើយចង្រៃយកឆាប់យកវាចៃលឿនទៅខ្ញុំមិនអាចទុកដង្ហើមបានទេចង្រៃយកវាធ្ងន់ណាស់ឈិនមូក៏បានកលេចមកមើលព្រះអង្គហើយក៏បានថាអូខ្ញុំភ្លេចថាការវឹកហាត់របស់ព្រះអង្គត្រូវបានចុះខ្សោយហើយរាងកាយព្រះអង្គក៏មិនរឹងមាំដូចមុនដែរខ្ញុំភ្លេចអញ្ចឹងទៅបន្ទាប់មកឈិនមូក៏បានដកយកស្រោមកំបិតកាប់ស្ជុលរបស់គាត់មកវិញភ្លាមបន្ទាប់ពីនោះមកគាត់ក៏បានឆ្លាក់កំបិតឈើ2 3នៅលើខ្លួនរបស់អធិជនហ្វឹងបន្ទាប់មកគាត់បានធ្វើស្រោមកំបិតអំពីឈើហើយដាក់វានៅលើខ្លួនរបស់អធិជនហ្វឹងផងដែរឈិនមូបានសម្លឹងមើលទៅអធិជនហ្វឹងបន្ទាប់មកគាត់បានបង្ហាញស្នាមញញឹមបន្តិចហូឥឡូវនេះព្រះអង្គគឺអាចទៅជាមួយនឹងខ្ញុំបានហើយឥឡូវនេះអធិជនហ្វឹងបានទាញយកកំបិតឈើចេញហើយបន្ទាប់មកគាត់ក៏បាននិយាយទាំងកំផឹងថា
មន្ត្រីឈិនឯងហ៊ានធ្វើបាបយើងតាមមែនទេខ្ញុំនឹងប្រហារជីវិតឯងខ្ញុំនឹងសម្លាប់ឯងចោលឈិនមូក៏បានបង្ហាញស្នេហ៍របស់គាត់បន្តិចព្រះអង្គមេត្តាស្ងប់ចិត្តសិនទៅអារៀនហ្វឹងពេលនេះគឺពិតជាខឹងខ្លាំងណាស់គាត់បានយកកាំបិតឈើរបស់គាត់កាប់ទៅលើខ្លួនរបស់ឈិនមូ2-3ដងហើយគាត់ក៏បានដកដង្ហើមយ៉ាងហត់បន្ទាប់មកឈិនមូក៏បានបកគលយកកាំបិតពិតឲ្យគាត់ហើយបន្ទាប់មកគាត់ក៏បានថាព្រះអង្គអាចប្រើប្រាស់កាំបិតពិតប្រាកដបានឌឺចុយឈិនមូមានចេតនាធ្វើបាបអធិរាជហ្នឹងបន្ទាប់មកអារៀនហ្វឹងក៏បានចាប់យកកាំបិតកាប់ស្រួលរបស់គាត់ហើយគាត់មិនអាចលើកវាបានទេគាត់ក៏បាននិយាយទៅកំពុងថាខ្ញុំនឹងទុករៀនសិនចុះចាំមើលទៅខាងមុខចាំមើលទៅខាងមុខទៀតមិនដែរតើឯខ្ញុំជីឆ្មៅមួយឥឡូវហ្នឹងឈិនមូបាននាំអធិរាជយិនហ្វឹងទៅដើរលេងនៅខាងក្រៅនៅពេលដែលគាត់បានចាកចេញឈិនមូបានរៀននៅបច្ចេកទេសនៃការបង្កើតវិញ្ញាណទៅកាន់អធិរាជយិនហ្វឹងផងដែរអំពីគម្ពីរអរិយដ្ឋានសួគ៌ដ៏អស្ចារ្យរបស់គាត់ហើយគាត់ក៏បានថាការហ្វឹកហាត់បច្ចេកទេសទាំងពីរនេះជាមួយគ្នានៅពេលនោះព្រះអង្គអាចនឹងដើរបានវានឹងពង្រឹងរាងកាយរបស់ព្រះអង្គយ៉ាងហោចណាស់ក៏ឲ្យមានកម្លាំងជាងមុនខណៈពេលដែលវាអាចមានប្រយោជន៍ដល់របួសរបស់ព្រះអង្គផងដែរអធិរាជយិនហ្វឹងបានព្យាយាមធ្វើការហ្វឹកហាត់វិជ្ជាទាំងពីរនេះបញ្ចូលគ្នាបន្ទាប់មកសម្បត្តិរបស់គាត់ក៏ប្រែជាស្រស់ថ្លាឡើងវិញបន្តិចម្ដងនៅពេលដែលគាត់បានបង្ហាញខ្លួនដូចជាមានកម្លាំងជាងមុនបន្ទាប់មកគាត់ក៏បាននិយាយថាបច្ចេកទេសនេះគឺពិតជាល្អដែលអាចធ្វើការហ្វឹកហាត់ក្នុងពេលកំឡុងពេលដែលយើងអាចដើរបានខ្ញុំមានអារម្មណ៍ថាកម្លាំងខ្ញុំហាក់បីជាបានក្រោកឡើងវិញយ៉ាងឆាប់រហ័សភ្លាមឈិនមូក៏បានប្រាប់បន្តទៀតថាបន្ទាប់មកចូលធ្វើការហ្វឹកហាត់វាជាមុនសិននៅពេលដែលព្រះអង្គសម្រេចបាននូវសមិទ្ធផលតូចតាចមួយរបួសនៅលើរាងកាយរបស់ព្រះអង្គនឹងជាសះស្បើយហើយរាងកាយរបស់ព្រះអង្គក៏នឹងកាន់តែរឹងមាំជាងមុនផងដែរបន្ទាប់មកខ្ញុំនឹងបរិយាព្រះអង្គអំពីបច្ចេកទេសនៃការបង្កើតខ្មោចឋានសួគ៌ដើម្បីធ្វើការហ្វឹកហាត់ទៅកាន់ព្រលឹងរបស់ព្រះអង្គដើម្បីឲ្យវាអាចមានស្ថិរភាពបានបន្ទាប់មកយើងអាចប្រើប្រាស់ថ្នាំដើម្បីព្យាបាលទៅកាន់ព្រលឹងនិងវិញ្ញាណនៅពេលនោះរបួសនៅលើព្រលឹងរបស់ព្រះអង្គអាចនឹងជាសះស្បើយទាំងស្រុងបានជាមិនខានឥឡូវនេះខ្ញុំបានបង្រៀនបច្ចេកទេសនៃគម្ពីរអរិយដ្ឋានសួគ៌ដ៏អស្ចារ្យរបស់ខ្ញុំទៅកាន់ព្រះអង្គហើយតើទ្រង់គួរតែចូលរួមជាមួយនឹងសាសនារបស់ខ្ញុំដែរឬអត់ទេបើមិនដូច្នេះទេខ្ញុំគួរតែផ្ដល់ឋានៈអ្វីទៅកាន់ព្រះអង្គនៅពេលដែលព្រះអង្គចូលទៅកាន់និកាយរបស់ខ្ញុំអូត្រូវហើយខ្ញុំនៅតែខ្វះស្ដេចឋានសួគ៌មួយអង្គទៀតប្រសិនបើអាចនោះខ្ញុំអាចធ្វើឲ្យអធិរាជក្លាយជាស្ដេចឋានសួគ៌ចំនួនមួយអង្គទៀតនៅក្នុងនិកាយរបស់ខ្ញុំនៅពេលនោះរាជវង្សចៅកាងទាំងមូលនឹងក្លាយជាសាសនារបស់ខ្ញុំទាំងមូលអូមិនត្រូវទេគឺជានិកាយរបស់យើងនៅពេលដែលគាត់បាននិយាយចប់អារីហ្វឹងនៅតែបន្តធ្វើការហ្វឹកហាត់យ៉ាងលំបាកនិងពង្រឹងរាងកាយរបស់គាត់អាចធ្វើការបណ្ដុះបណ្ដាលកម្លាំងឈីក្នុងខ្លួនរបស់គាត់បានបន្តិចម្ដងប៉ុន្តែគាត់គ្មានកំណត់ទ្រព្យទេភាពនៅក្នុងខ្លួនទេឈិនមូក៏បានធ្វើការហ្វឹកហាត់ក្នុងពេលជាមួយនឹងគ្នាផងដែរនៅពេលដែលគាត់កំពុងតែអនុវត្តបច្ចេកទេសអសត់ទាំង3នៃរាងកាយអធិរាជរបស់គាត់ការស្មៃពន្លឺបានចាំងចុះមកពីលើមេឃនេះគឺជាធាតុទាំង5នៅក្នុងខ្លួនរបស់គាត់ដែលភ្ជាប់ជាមួយនឹងផ្កាយទាំង6ដើម្បីធ្វើការបង្កើនកម្រិតការហ្វឹកហាត់របស់គាត់អារីហ្វឹងបានឃើញហើយគាត់ក៏មានការផ្ចើលផងដែរគាត់បានគិតថាតើក្មេងនេះស្ថិតនៅក្នុងអាណាចក្រធាតុទាំង5មែនដែរទេការហ្វឹកហាត់របស់ក្មេងនេះមិនអង់ជាមនុស្សស្ថិតនៅក្នុងអាណាចក្រទឹកដៅទាំង6នោះឡើយមើលទៅគម្ពីរវិស័យឋានសួគ៌នោះគឺពិតជាមិនធម្មតានោះទេការហ្វឹកហាត់របស់ឈិនមូគឺពិតជាបានឈានដល់កម្រិតកំពូលនៃអាណាចក្រធាតុទាំង5ហើយមិនឆ្ងាយអំពីអាណាចក្រទឹកដៅទាំង6នោះឡើយគាត់គ្រាន់តែចង់ឲ្យធាតុទាំង5នៅក្នុងខ្លួនគាត់មានស្ថិរភាពមុនតែប៉ុណ្ណោះដើម្បីទម្លុះទៅកាន់អាណាចក្របន្ទាប់ពួកគេទាំងពីរនេះបានដើរអស់រយៈពេល4ថ្ងៃហើយចំណាយពេលជាច្រើនយប់នៅទីនោះនៅពេលនេះទីក្រុងក៏បានយប់បន្ទាប់មកឈ្មោះក៏បាននាំអធិរាជទៅខាងក្នុងទីក្រុងដើម្បីទិញឱសថមួយចំនួនបន្ទាប់មកពួកគេក៏បានរកផ្ទះសំណាក់មួយដើម្បីធ្វើការស្នាក់នៅគាត់បានដាក់អធិរាជនៅក្នុងអាងឈើមួយបន្ទាប់មកត្រាំគាត់នៅក្នុងថ្នាំអស់រយៈពេល1យប់ពេញនៅពេលដែលព្រឹកព្រលឹមបានម្ដងគាត់បានឃើញថារាងកាយរបស់គាត់ហាក់បីជាធូរស្រាលជាងមុនរបួសនៅលើខ្លួនរបស់គាត់ពេកច្រើនហាក់បីត្រូវបានបំផ្លាញចោលនិងជាសះស្បើយអស់ទៅហើយពួកគេបានបន្តដំណើរទៅខាងមុខទៀតបន្ទាប់មកពួកគេបានទៅដល់ព្រំប្រទល់ខេត្តប្រៃនៅពេលដែលពួកគេធ្វើដំណើរមកដល់ព្រំប្រទល់នេះពួកគេឃើញថាអ្នកហ្វឹកហាត់មួយចំនួនកំពុងតែដេញតាមនិភូមិហើយវាដំទៅកាន់ពួកគេហើយពួកគេក៏បានថាដីកន្លែងនេះគឺជារបស់និកាយភ្នំប្រៃរបស់យើងព្រះចៅអធិរាជបានបញ្ជាឲ្យស្ដារប្រព័ន្ធរបស់ពាក្យបរិះរបស់យើងឡើងវិញដូច្នេះទឹកដីនៃនិកាយនានានិងជាកម្មសិទ្ធិរបស់និកាយនានាចាប់ពីពេលនេះទៅមិនចាំបាច់គ្រប់គ្រងទៅកាន់រាជវង្សទេគ្រាន់តែធ្វើការថ្វាយទៅដល់និកាយភ្នំប្រៃរបស់យើងតែប៉ុណ្ណោះអ្នកភូមិមិនព្រមទទួលយករឿងទាំងអស់នេះទេហើយពួកគេក៏ត្រូវបានរំបាញ់ស្លាប់ភ្លាមៗនៅពេលពួកគេចាប់តាមឆ្លុះបង្កើតជាមួយទៅនឹងអ្នកហ្វឹកហាត់ទាំងអស់នោះនៅក្នុងនិកាយភ្នំប្រៃឈិនមូបានសង្កេតមើលយ៉ាងយកចិត្តទុកដាក់ហើយព្រះចៅអធិរាជក៏បានបង្ហាញនៅទឹកមុខខ្មែរផងដែរនៅពេលគាត់និយាយយ៉ាងត្រជាក់ថាពួកបិសាចទាំងអស់នេះពួកឯងឈិនមូជាមួយនឹងអធិរាជហ្វឹងបានធ្វើដំណើរឆ្លងកាត់និកាយផ្សេងៗដើម្បីវិលត្រឡប់ទៅកាន់រាជធានីវិញហើយក៏បានឃើញការប្រយុទ្ធប្រឆាំងរវាងនិកាយនានាដើម្បីបង្កើនអំណាចរបស់ពួកគេឡើងវិញផងដែរពួកគេបានដណ្ដើមយកទឹកដីប្លន់យកទ្រព្យសម្បត្តិរបស់អ្នកមាននៅពេលដែលពួកគេបំបែកទឹកដីភាពវឹកវរកាន់តែច្រើនត្រូវបានបន្ថែមលើទឹកដីដែលមានភាពវឹកវរនេះក្រុមហ៊ុនត្រាយព្យុះ7បានបង្កក្រុមហ៊ុនត្រាយយ៉ាងធ្ងន់ធ្ងររួចទៅហើយនៅពេលនេះមានបញ្ហាទាំងនេះបានកើតឡើងម្ដងទៀតនៅពេលដែលឃើញបញ្ហាទាំងនេះហើយព្រះចៅអធិរាជហ្វឹងមានការខឹងសម្បាយ៉ាងខ្លាំងគាត់ធ្វើការខំប្រឹកប្រែងហ្វឹកហាត់យ៉ាងខ្លាំងម្ដងទៀតហើយព្យាយាមជួសជុលកំណត់ត្រង់ទេភាពរបស់គាត់នៅក្នុងខ្លួនដើម្បីទទួលបានការហ្វឹកហាត់ពីអតីតកាលរបស់គាត់ឡើងវិញនៅពេលដែលពួកគេទៅដល់ខេត្តមូនីគាត់ក៏បានទៅកាន់ទីក្រុងដើម្បីជួបទៅកាន់អភិបាលក្រុងហើយអភិបាលក្រុងមូនីនេះក៏បានស្វាគមន៍គាត់ផងដែរគាត់បានសម្លឹងមកទៅកាន់យិនហ្វឹងដែលមិនស្គាល់នេះហើយផ្នែករបស់គាត់បានកលេចមកទៅកាន់ឈិនមូបន្ទាប់មកគាត់ក៏បាននិយាយថាលោកចៅហ្វាយក្រុងបន្ទាប់មកពួកគេក៏បានចូលទៅខាងក្នុងដើម្បីធ្វើការនិយាយគ្នានៅពេលដែលពួកគេបានចូលទៅដល់ខាងក្នុង
ជាហ្វាយក្រុងបានសួរទៅកាន់ឈ្នួលថាហេតុអ្វីបានជាលោកនាំព្រះសង្ឃមានឋានៈដែលចូលមកកាន់កន្លែងបែបនេះឈ្នួលបាននិយាយអ្វីបញ្ចូលច្រើនទេហើយគាត់ក៏បានសួរទៅវិញតើស្ថានភាពនៅក្នុងរាជធានីវាយ៉ាងម៉េចទៅហើយជាហ្វាយក្រុងនោះបានថាគឺមិនល្អប្រហែលទេអ្នកកាន់សាសនាតាវជាមួយនឹងព្រះសង្ឃភាគច្រើនមកពីនិកាយតាវនិងប្រាសាទកូឡនដ៏អស្ចារ្យបានទៅកាន់រាជធានីអាចារ្យតានិងព្រះវិល័យបានចេញព្រះរាជកិច្ចរបស់ពួកគេដើម្បីតែងតាំងព្រះរាជទាយាទធ្វើជាព្រះអង្គជាបន្តហើយនឹងឡើងគ្រងរាជក្នុងរយៈពេល6ថ្ងៃខាងមុខនៅខែទី3នៅពេលនេះនៅតែមានក្រុមស៊ើបការមួយចំនួនអំពីព្រះរាជទាយាទហើយពួកគេមានទូនាទីធ្វើការប្រហារជាមួយអ្នកណាដែលមើលទៅស្តៀងជាមួយនឹងព្រះចៅអត្រីចាស់ជំនួសបានស្ដាប់ហើយគាត់ក៏បានគិតដោយស្ងប់ស្ងាត់នេះគឺដូចជាអ្វីដែលគាត់បានរំពឹងទុកយ៉ាងអញ្ចឹងជាវាយក្រុងនេះបានបន្តថាជាងនេះទៅទៀតនោះឥឡូវនេះព្រះអង្គកំពុងតែគ្រប់គ្រងទៅកាន់រាជវង្សទាំងមូលគាត់បានទទួលអំណាចច្រើនបំផុតគ្រួសារដែលមានឥទ្ធិពលភាគច្រើនត្រូវបាននិកាយតាវជាមួយទៅនឹងព្រះពុទ្ធសាសនាបានយកធ្វើជាកម្មសិទ្ធិរបស់ពួកគេគ្រួសារដែលមានឥទ្ធិពលមួយចំនួននៅក្នុងរាជធានីបានផ្លាស់ប្ដូរចំហរបស់ពួកគេរួចទៅហើយគណៈពេលដែលព្រះសង្ឃនិងអ្នកកាន់សាសនាតាវមួយចំនួនបានស្នាក់នៅក្នុងនិកាយរបស់ពួកគេផ្សេងៗទៀតហើយមិនព្រមចាកចេញឡើយគ្រួសារដែលមានឥទ្ធិពលទាំងនោះមិនហ៊ានឆ្លុះឱកាសជាមួយនឹងពួកគេទេដូច្នេះពួកគេអាចអនុញ្ញាតឲ្យពួកគេស្នាក់នៅបានរាជធានីបច្ចុប្បន្នអាចនិយាយបានថាគឺជាកម្មសិទ្ធិរបស់មនុស្សនៅក្នុងនិកាយធំៗអាចនិយាយបានថាគឺលែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សទៀតហើយនៅពេលនេះព្រះរាជទាយាទក៏បានចេញព្រះរាជកិច្ចដើម្បីស្ដារប្រព័ន្ធដែលបានកំណត់ដោយព្រះអង្គចាស់ឡើងវិញផងដែរដោយប្រគល់ដីធ្លីដែលធ្លាប់ជារបស់និកាយទាំងនោះទៅឲ្យនិកាយទាំងអស់នោះវិញដីផ្សេងៗទៀតនឹងជាកម្មសិទ្ធិរបស់រាជវង្សដូច្នេះដីដែលជារបស់និកាយគឺត្រូវតែប្រគល់ទៅកាន់និកាយវិញអ្នកនាំសារម្នាក់មកពីស្រុកចចកដើម្បីនិយាយអំពីសង្គ្រាមនៅតាមព្រំដែនហើយបានបង្កើតសន្តិភាពជាមួយនឹងព្រះរាជទាយាទទ្រង់បានបកគលអាណាខេត្តចំនួន11ទៅកាន់ស្រុកចចកអ្នកនាំសារម្នាក់មកពីអាណាចក្រប៉ារីមក៏ហាក់បីជាកំពុងតែធ្វើការអំពីការពិភាក្សាដើម្បីធ្វើដីនេះជាសំណងដូចគ្នាឈិនមូក៏បានថានេះការបាត់បង់ទឹកដីបែបនេះគឺពិតជារឿងងាយស្រួលបែបនេះតែមែនទេរបស់គ្រួសាររាជវង្សនោះព្រះរាជទាយាទនេះគឺពិតជាល្ងងខ្លៅកំសាកពេកមិនអាចធ្វើជាអធិបាននោះទេឈិនមូក៏បាននិយាយថាការឡើងសោយរាជនៅថ្ងៃទី6នៃខែទី3គឺពិតជាថ្ងៃដ៏ល្អបំផុតសម្រាប់ការស្ដាប់ហើយសាច់រឿងជោគខ្លីៗរបស់យើងក៏មានតែប៉ុណ្្នឹងដែរហើយចាំមើលថាសាច់រឿងពេញយើងនឹងទៅជាយ៉ាងណានោះមានតែរងចាំទស្សនាទាំងអស់នេះនៅសប្តាហ៍ក្រោយហើយចំពោះបងប្អូនដែលចង់ស្ដាប់សាច់រឿងឲ្យបានលឿនអីកុំភ្លេចទាក់ទងមកកាន់ admin ចំពោះព័ត៌មានគឺមើលនៅក្នុង comment បាទអរគុណជម្រាបលាកុំភ្លេច subscribe ផងបើសិនជាពេញចិត្ត